server ប្រសិនបើមាន IP random ដែលផ្ដល់ដោយ router នោះ client គឺមានផលលំបាកមួយក្នុងការស្វែងរក IP address របស់ server អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដំឡើង server មិនថា Microsoft Windows Server មិនថា Linux Server ទេគឺត្រូវកំណត់ IP មួយ fix ទៅឲ្យម៉ាស៊ីន server ហ្នឹងដើម្បីឲ្យ client ទាំងអស់អាចដឹងថានេះ server ហ្នឹងគឺមាន IP លេខប៉ុណ្ណឹងបាទមិនមែន server ហ្នឹងគឺតែងតែរងចាំការផ្ដល់ឲ្យ IP address ចេញពី router គ្រប់ពេលនោះទេពីព្រោះអីមិនដឹងថាថ្ងៃនេះទទួលបាន IP លេខប៉ុន្មានថ្ងៃស្អែកទទួលបាន IP លេខប៉ុន្មានទេវាអាស្រ័យទៅលើម៉ាស៊ីនណាបើកមុន router បោះ IP ឲ្យមុនហើយនៅក្នុងបណ្ដាញ network DHCP របស់ router នោះអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺយើងនឹងដឹងបាទអំពីរបៀបនៃការកំណត់ IP address ទៅឲ្យ server Linux របស់យើងនេះមាន IP មួយជាក់លាក់ដើម្បី client អាច access មក server ហ្នឹងបានគ្រប់ពេលវេលាបាទអញ្ចឹងខ្ញុំនឹង log in ជា root បាទ1 2 3 4 5បាទអ្នកទាំងនេះឃើញ IP នេះគឺ 192.168.16.50 ដែលជា IP ផ្ដល់ដោយបាទ router របស់ខ្ញុំ router របស់ខ្ញុំមាន internet connection ហើយ IP មួយនេះបាទគឺនៅក្នុង Linux វាមាន network adapter ចំនួន2គឺ loopback និង ENS 33បាទអញ្ចឹងអ្នកទាំងនេះអាចធ្វើប្រើប្រាស់ command IPA បាទ IPA នេះគឺជា loopback address បាទនេះគឺជា ENS 33បាទនេះជា loopback adapter នេះជា network adapter ដែលមានឈ្មោះថា ENS 33 ENS 33គឺមានIP address 192.168.16.50 បាទធម្មតាដូចជានៅក្នុង Microsoft Windows របស់យើងគឺយើងមាន network adapter ចំនួន2បាទមាន adapter Wi-Fi និង adapter ប្រើខ្សែដែលយើងប្រើខ្សែ network Cat6 អីហ្នឹងណាបាទនៅក្នុង Linux ក៏វាមានឈ្មោះ adapter របស់វាដែរគឺ ENS 33អញ្ចឹង ENS 33គឺជា adapter ទី1បាទ adapter ទី1នេះ adapter យើងមានតែមួយទេ network adapter សម្រាប់ Linux របស់យើងគឺយើងមាន network adapter តែមួយហើយមាន IP ប៉ុណ្ណេះបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងថែម network adapter មួយទៀតហើយនឹងកំណត់ IP address ចំនួន2ហេតុអីបានជាខ្ញុំត្រូវការកំណត់ IP address ចំនួន2បាទទី1ខ្ញុំនឹងយក adapter ENS 33នេះគឺជា IP address fix របស់ server ហ្នឹងបាទហើយនឹងខ្ញុំបង្កើត network adapter មួយទៀតបានន័យថា add network adapter មួយទៀតដើម្បីប្រើប្រាស់ក្នុងការ access ទៅកាន់ internet បាទ access ទៅកាន់ internet ហើយបានជាត្រូវការ adapter 2គឺនៅពេលដែលយើង install package ផ្សេងៗទៅលើ service ណាមួយផ្សេងៗដែលយើងត្រូវការគឺយើងត្រូវការ internet ជានិច្ចដូចខ្ញុំបានបញ្ជាក់ពីវីដេអូមុនៗអញ្ចឹង internet required បាទ root user required បាទអញ្ចឹង2នេះគឺអត់បានទេបាទអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរ IP address នៅក្នុង Linux បាទជាពិសេសគឺ Ubuntu បាទ ENS 33ខ្ញុំធ្វើការផ្លាស់ប្ដូរ IP វាដោយចូលទៅ editor ដែលជា Vim editor បាទ /etc/ បាទ netplan បាទចុច tab នៅលើ press tab នៅលើ keyboard វានឹងបំពេញឈ្មោះ file ឲ្យយើងនេះជា file configuration networking បាទ network បាទអញ្ចឹងយើង enter មកបាទនេះគឺជា IP address ជាប្រភេទ DHCP client
បាទ ENS 33 network adapter បាទនៅពេលដែលយើងសរសេរថា DHCP version 4 true នេះមានន័យថាស្តៀងទៅនឹងIP address ដែលយើង obtain នៅក្នុង Windows អញ្ចឹងបាទនៅក្នុង Windows យើងយកជា obtain បាទនៅក្នុង Linux វាថា true អញ្ចឹងទៅបាទអញ្ចឹងដើម្បីធ្វើការកែសម្រួល file មួយហ្នឹងយើងត្រូវ press I ដូចយើងកែ file កាលពីវីដេអូមុនធ្វើកែ configuration file របស់ SSH អញ្ចឹងដូចគ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការ disable មានន័យថាអានេះយើងយក false ឬក៏ no បាទមួយណាក៏បានដែរបាទenter មកយើងវាយ command មួយគឺ addresses.2 បាទ tray មួយមកដក clear បាទ 192.14.11/24 សូមបញ្ជាក់ថា IP address មួយនេះគឺជា IP address server របស់ខ្ញុំចាប់ពីពេលនេះតទៅបាទរាល់ client ទាំងអស់ដែលត្រូវការ access ទៅកាន់ server គឺ access ទៅកាន់ IP មួយនេះបាទ IP មួយនេះហើយសួរថាយើងត្រូវការ gateway ទេបាទសម្រាប់ exercise ផ្សេងទៀតគឺខ្ញុំអត់ត្រូវការ gateway ទេសម្រាប់ network មួយនេះឬក៏ subnet មួយនេះបាទពីព្រោះអីខ្ញុំនឹងប្រើប្រាស់ IP address មួយនេះជាមួយនឹង loopback adapter បាទជាមួយនឹង loopback adapter ទេបាទដូច្នេះក្នុងពេលឥឡូវនេះគឺមិនចាំបាច់ត្រូវការ gateway ទេហើយđâyបានជាអត់ត្រូវការ gateway ពីព្រោះខ្ញុំអត់ត្រូវការ access ទៅកាន់ internet តាមរយៈ IP នេះទេបាទខ្ញុំនឹងបង្កើត network adapter មួយទៀតគឺ ENS 37បាទដែលអាច connect ទៅកាន់ internet វិញបាទអញ្ចឹង fix IP address ទៅលើ adapter មួយនេះនិង internet connection ទៅលើ adapter មួយផ្សេងទៀតបាទអញ្ចឹងឥឡូវនេះខ្ញុំសូម apply កន្លែងនេះសិនថាតើគេ apply ឲ្យមាន IP address នេះវា affect ចាប់ពីពេលនេះតទៅគេ apply យ៉ាងដូចម្ដេចបាទអញ្ចឹងបន្ទាប់ពីធ្វើការកែសម្រួលនឹងការផ្ដល់ IP address នេះហើយយើងអាច save file នឹងបានបាទសូមបញ្ជាក់ថានៅក្នុង configuration file ប្រភេទ network នេះនៅក្នុង Ubuntu នេះសូមមានការប្រុងប្រយ័ត្នប្រសិនបើមាន space ណាមួយបាទ space ណាមួយក៏វា error ដែរអញ្ចឹងត្រូវ make sure ថាអ្នកទាំងអស់គ្នាមិនមាន space ណាមួយទេបាទខ្ញុំចាប់អារម្មណ៍ទៅលើ configuration របស់ Linux ជាពិសេសគឺ Ubuntu បាទប្រសិនបើយើងហ៊ានចន្លោះកន្លែងណាមួយវា error បាទនេះជាបទពិសោធន៍របស់ខ្ញុំបាទជាបទពិសោធន៍របស់ខ្ញុំទេបាទអញ្ចឹងបន្ទាប់ពីយើងកែសម្រួល IP នេះហើយអ្នកទាំងអស់នេះ press escape បាទសញ្ញាចុច2បាទ column ហើយចុចអក្សរ X ដើម្បីរក្សា file ហ្នឹងបាទអ្នកទាំងអស់នេះចុច IP.clear A បាទអ្នកទាំងអស់នេះនៅតែឃើញ IP address 192.168.16.50 ដដែលធ្វើមិនបាន IP នឹងធ្វើការផ្លាស់ប្ដូរបានគឺយើងត្រូវការបាទត្រូវការធ្វើការ reset network adapter ដើម្បី reset network adapter យើងវាយ command net plan apply បាទនៅពេលដែលយើងវាយ command net plan apply នោះមានន័យថាវា reset network adapter ហ្នឹងណាអញ្ចឹងយើងប្រើ command ip.clear A ដែរមើលបាទនេះបាទអញ្ចឹង IP របស់យើងត្រូវបានផ្លាស់ប្ដូរហើយ 192.168.14.11 បាទអញ្ចឹងចាប់ពីពេលនេះតទៅយើងនឹងប្រើប្រាស់ IP 192.168.14.11 ជា IP server របស់ Linux យើងបាទអញ្ចឹងដើម្បី check មើល IP មិនមែនមាន command តែ IP A ហ្នឹងទេបាទមាន ifconfig ក៏មានដែរប៉ុន្តែ ifconfig នេះបើសិនជាយើងចង់ប្រើវាទាល់តែយើង install service មួយគឺឈ្មោះថា nettools
បាទប៉ុន្តែឥឡូវនេះគឺខ្ញុំបានប្រើប្រាស់បាទ adapter ENS 33ទៅជា IP ផ្សេងបាត់ទៅហើយអញ្ចឹងសួរថាខ្ញុំមាន internet connection ទេមក check មើល ping 888បាទខ្ញុំអត់មាន internet connection ទៀតទេបាទខ្ញុំអត់មាន connection internet connection ទេអញ្ចឹង line node របស់ខ្ញុំ install service អីក៏អត់កើតធ្វើអីក៏អត់កើតដែរពេលនេះអញ្ចឹងត្រូវធ្វើម៉េចបាទសូមមើលឲ្យច្បាស់បាទនៅក្នុង VMware បាទឬក៏អ្នកទាំងអស់នេះប្រើ VirtualBox ក៏អាចធ្វើដូចគ្នាដែរយើង add adapter មួយទៀតបាទអញ្ចឹង right click នៅលើUbuntu នេះមកហើយយក settings បាទអូខេនៅពេលដែល setting pop up អ្នកទៅឃើញ network adapter មួយនេះគឺ VMnet 3ខ្ញុំសូម change network នេះទៅជា loopback វិញបាទ loopback គឺ VMnet 4បាទនេះជា loopback adapter 1របស់ខ្ញុំបាទខ្ញុំបាន bridge ទៅកាន់ loopback 1ហើយបាទអូខេនេះគឺជា loopback 1បាទនេះជា loopback 1នេះជា cable ហើយ Wi-Fi ខ្ញុំអត់បាន connect ទេខ្ញុំ connect ប្រើខ្សែវិញបាទខ្ញុំប្រើខ្សែបាទអូខេខ្ញុំសូម minimize វាសិនបាទអញ្ចឹងខ្ញុំសូម change adapter ENS 33នេះបាទ ENS 33នេះទៅជា VMnet 4និងខ្ញុំ add network adapter មួយទៀតបាទព្រោះឥឡូវមានតែមួយឯងព្រោះខ្ញុំត្រូវការ internet បាទអញ្ចឹងខ្ញុំ add បាទខ្ញុំ add អីគេគឺ add network adapter ហើយចុច finish អញ្ចឹងយើងបាន network adapter 1 network adapter 2បាទអញ្ចឹង network adapter ទី2នេះខ្ញុំ point ទៅកាន់ VMnet 3វិញបាទហេតុអីបានជាខ្ញុំ point ទៅកាន់ VMnet 3ពីព្រោះ computer របស់ខ្ញុំគឺប្រើប្រាស់ខ្សែអត់ប្រើ Wi-Fi ទេក្នុងករណីខ្ញុំប្រើ Wi-Fi សម្រាប់ខ្ញុំខ្លួនឯងខ្ញុំបាន bridge network adapter VMnet 2នេះទៅកាន់ Wi-Fi network adapter របស់ខ្ញុំបាទក៏ប៉ុន្តែ VMnet 3របស់ខ្ញុំ point ទៅកាន់ឬក៏ bridge ទៅកាន់ network adapter ប្រើខ្សែបាទនេះមួយនេះបាទអញ្ចឹងដើម្បីឲ្យ line node របស់ខ្ញុំអាច access ទៅកាន់ internet បានគឺខ្ញុំប្រើ VMnet 3 point ទៅកាន់ adapter ទី2បាទអញ្ចឹងខ្ញុំចុច OK អូខេវានឹង affect ទៅលើ line nodes វា reboot មិនបាទវា reboot line nodes ដើម្បី affect បាទអូខេឥឡូវយើងបាន reboot sorry មិនមែន reboot ទេគឺវា refresh បាទឥឡូវយើង check មើល IP.clear A បាទអ្នកទាំងនេះឃើញមាន adapter 3ទី1 loopback ទី2 ENS 33និងមួយទៀត ENS 37បាទ down អានេះ app បាទអូខេអញ្ចឹងយើងត្រូវទៅកែសម្រួល ENS 37ហ្នឹងដែរបាទកែសម្រួលព្រោះនេះយើងមាន IP ហើយ192.168បាទ14.1បាទឥឡូវយើង ping ទៅកាន់ internet មួយស្គាល់ទេបាទ1 2 3 4អត់ស្គាល់ទេបាទអញ្ចឹងយើងត្រូវទៅ modify file មួយជា file network configuration ដូចមិនអញ្ចឹងបាទឥឡូវយើងបើក file network configuration ហ្នឹងមកបាទមិនចាំបាច់វាយសារឡើងវិញទេគឺគ្រាន់តែចុចសញ្ញាព្រួញមកឲ្យតែឃើញអា file ហ្នឹងគឺយើង open បានណាបាទអញ្ចឹងនេះជា VI ឬក៏ Vim editor អញ្ចឹងយើង press I នៅលើ keyboard ដើម្បីសរសេរអក្សរថែមបាទអញ្ចឹងអ្នកសូម enter កន្លែងនេះមកប៉ុន្តែសូមចុច backspace ដើម្បីឲ្យវាមកនៅស្មើជាមួយនឹងបាទ ENS 33នេះបាទឲ្យវាស្មើគ្នាបាទអ្នកត្រូវមានការប្រុងប្រយ័ត្នបើសិនជាអត់ស្មើគ្នាក៏វា error save អត់បានដែរ apply អត់បានដែរ ENS 37បាទចុច2មក DHCP បាទ DHCP4 បាទ true បាទហេតុអីបានជាខ្ញុំយក true ពីព្រោះអី
ENS 37របស់ខ្ញុំនេះខ្ញុំ point ទៅកាន់VMnet 3ដែល VMnet 3គឺ point ទៅកាន់ network adapter នេះដូច្នេះ ENS 37 adapter នេះនឹង request IP ពី router Wi-Fi របស់ខ្ញុំវិញបាទ request ពី router របស់ខ្ញុំបាទអញ្ចឹង command ដែលអ្នកទាំងគ្នាត្រូវសរសេរថែមគឺ ENS 37ដែលជា adapter ទី2បាទ DHCP យើងយក true បាទតែប៉ុណ្ណឹងយើងអាច save file នឹងបានហើយដើម្បី save file នៅក្នុងកម្មវិធី Vim Editor សូម press escape នៅលើ keyboard ហើយវាយសញ្ញា column បាទហើយនឹង X បាទហើយ enter នោះវានឹង save បាទបន្ទាប់ពី save file នឹងហើយយើងត្រូវ apply ធ្វើម៉េចឲ្យវា affect បាទបន្ទាប់ពីយើងកែសម្រួលដើម្បី apply network service ឬក៏ refresh ឬក៏ restart network service យើងត្រូវ press មិនមែន press ទេយើង type net plan បាទ sorry ណាបើសិនបើខ្ញុំអត់ប្រើ SSH ទេវាបាក់អញ្ចឹងពេលដែលខ្ញុំវាយចុះវាយឡើងវា release mouse ខ្ញុំចេញមកបាទនេះជាផលលំបាកបាទដែលខ្ញុំអត់ប្រើ SSH បាទបន្តិចទៀតយើងប្រើ SSH បាទអញ្ចឹងខ្ញុំសូមសរសេរបន្ត net plan apply បាទ enter បាទមិនមាន error អីទេប្រសិនបើ error បាទ error ការសរសេររបស់យើងវានឹងបង្ហាញកន្លែងនេះដែរបាទតែឥឡូវនេះអត់ error អីទេអញ្ចឹងយើងសាកលបង check IP របស់យើងបាទនេះអូខេ ENS 33 IP របស់យើង 14.11 ENS 37បាទ 16.51 បាទមុននឹង ENS 33នេះគឺ50ឥឡូវនេះ51ហើយបាទដោយសារយើងត្រឹមតែ request មិញនេះបាទ50ទៅឲ្យអានេះហើយ50នោះវាអត់ទាន់អស់ម៉ោងនៅឡើយទេបាទអញ្ចឹងវាឲ្យ51មកបាទឥឡូវយើងតេស្តអ៊ីនធឺណិតម្ដង ping ស្គាល់អ៊ីនធឺណិតទេ yes គឺយើងមានអ៊ីនធឺណិតវិញណាបាទយើងមានអ៊ីនធឺណិតវិញណាហើយក៏យើងមាន IP ចំនួន2ដែរនៅលើ Linux server របស់យើងមាន IP 2អត់ care រឿង IP នេះទេសម្រាប់អ្នកទាំងអស់នេះអាចអនុវត្តតាម IP នេះគឺប្រសិនបើអ្នកទាំងអស់នេះ share hotspot ពីទូរស័ព្ទដៃនឹងទទួលបាន IP ដូច rank របស់ទូរស័ព្ទដៃអញ្ចឹងការធ្វើបែបនេះ adapter មួយនេះគឺគ្រាន់តែចង់មាន internet connection ទេបាទដូច្នេះ command សម្រាប់ check IP ដែលខ្ញុំបង្ហាញមិញនេះដូចជា ifconfig បាទតើតើយើង install nettool សិនបានយើងប្រើ command ifconfig នឹងបានឥឡូវខ្ញុំ install nettool បាទអូខេដល់ពេលដែលខ្ញុំ install nettool ហើយខ្ញុំវាយ command ifconfig បានវាស្គាល់បាទអញ្ចេះអាចមើលពណ៌សឃើញច្បាស់ជាងមិញវាមានពណ៌ពេលខ្លះយើងមើលឃើញបាទអញ្ចឹងអ្នកទាំងអស់នេះមើលឃើញមាន ENS 33មាន IP ប៉ុណ្ណេះ ENS 37មាន IP ប៉ុណ្ណេះ loopback មាន IP ប៉ុណ្ណេះបាទនេះជា IP របស់ loopback បាទអញ្ចឹង exercise មួយនេះបាទអ្នកទាំងអស់គ្នាអាចអនុវត្តតាមក្នុងការកំណត់ IP address បាទសម្រាប់ loopback វាមានស្រាប់ទេបាទអ្នកទាំងអស់គ្នាអាចយក ENS 33ជា DHCP client ក៏បាន ENS 37ជា DHCP client ក៏បានដែរអត់បញ្ហាទេបាទយកមួយណាក៏បានដែរសំខាន់ឲ្យតែមាន IP address fix មួយនិងមាន internet connection មួយបាទអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្ណឹងដើម្បីឲ្យយើងមាន IP address fix មួយនៅក្នុង server និងអាច access ទៅកាន់ internet បានតាមរយៈ adapter មួយទៀតបាទ
ខេអញ្ចឹងវីដេអូមួយនេះគឺតែប៉ុណ្្នឹងបាទអរគុណ